បន្ទាប់ពីខ្ញុំបានសិក្សារយៈពេល2ថ្ងៃបទពិសោធន៍ដែលខ្ញុំទទួលបានទី1នោះគឺថ្នាក់រៀនមួយនេះបង្រៀនឲ្យខ្ញុំឬក៏អ្នកទាំងអស់គ្នាពេលខ្លះមិនបានគិតឲ្យមានបេះដូងធំមានគ្នាយើងមួយចំនួនមិនមែនតែខ្ញុំទេពីភាគច្រើនមកគិតផ្ដោតសំខាន់គឺការប្រគល់ប្រជែងនៅក្នុងស្រុកការយកលុយពីក្នុងស្រុកអត់ដែលបានគិតពីផ្នត់គំនិតទៅយកលុយពីខាងក្រៅបោកបែបឬក៏យកអ្នកវិនិយោគពីខាងក្រៅមកបែបម៉េចថ្នាក់រៀនមួយនេះគឺបានបង្រៀនរបស់ខ្ញុំទី1គឺស្វែងយល់ពីប្រភពចំណូលខាងក្រៅនិងធ្វើឲ្យយើងមានបេះដូងធំដែលយើងអាចហ៊ានបោះជំហានទៅខាងក្រៅយកលុយពីខាងក្រៅដើម្បីជាស្នូលសេដ្ឋកិច្ចរួមចំណែកលើកប្រទេសជាតិកម្ពុជារបស់យើងក្លាយជាប្រទេសដែលមានបានចាប់រហ័សចំណុចទី2ដែលបន្ទប់រៀនមួយនេះបានបង្រៀនខ្ញុំដែលកន្លងមកដែលខ្ញុំចង់ដឹងគឺការរកស៊ីចូលហ៊ុនគ្នាមកដល់ទីនេះរយៈពេល2ថ្ងៃនេះឬពិសេសថ្ងៃនេះតែម្ដងធ្វើឲ្យខ្ញុំភ្លឺភ្នែកចំណុចនឹងពិតជាសំខាន់ខ្ញុំជឿថាមិនគ្នាយើងក្នុងបន្ទប់នេះមិនតិចទេដែលធ្លាប់មានបទពិសោធន៍ចូលហ៊ុនគ្នាហើយបរាជ័យឆ្លោះគ្នាបែកបាក់គ្នាមើលមុខគ្នាមិនត្រង់ដោយសារតែយើងមិនដឹងពីរបៀបក្នុងនាមយើងជាអ្នករៀនបច្ចុប្បន្ននេះយើងដឹងហើយយើងភ្លឺហើយតែបើយើងដៃគូរបស់យើងគាត់មិនបើគាត់មិនបានយល់តែយើងហ៊ានទៅហ៊ានសហការមួយគាត់ទេអត់ទេពីព្រោះចិត្តគំនិតវាផ្សេងគ្នាបាត់ហើយមួយភ្លឺទៅដឹកដៃមនុស្សនេះងឹតទៅបើមិនតុងតាំងញ៉ៃពេលខ្លះនឹងមិនស្រួលនឹងអាងឹតបិទភ្នែកទីថាឲ្យយើងទៀតហើយយើងចេះតែអូសtậpដេតបដាគេមានកំណត់របស់គេយើងមានកំណត់របស់យើងមនុស្សម្នាក់សំខាន់យល់ចិត្តគ្នាគឺចរិតសំខាន់ហើយមួយទៀតនឹងគឺយល់ពីការងារបែបអ្នកធំការងារសង្ដាវាមានអីខ្លះមុននឹងមកបន្ទប់មួយនេះខ្ញុំពិតជាស្ពេចស្ពិលមែនតើអត់ដឹងថាប្រធានក្រុមប្រឹក្សាវិបាលធ្វើអីទូនទីធ្វើអីម្ចាស់ពេលហ៊ុនទូនទីធ្វើអីអគ្គនាយកទូនទីធ្វើអីអ្នកវិនិយោគធ្វើអីម្ដងនេះគឺភ្លឺបើយើងចង់ធ្វើការងារធំតើយើងយល់ពីអាហ្នឹងសិនចឹងម្ដងនេះបន្ទប់រៀនមួយនេះគឺបានបង្រៀនមួយខ្ញុំគឺចំណុចហ្នឹងគឺអរគុណមែនតើសម្រាប់ថ្នាក់រៀនមួយនេះហើយមួយទៀតហ្នឹងគឺដូចខ្ញុំនិយាយចឹងខ្ញុំទូនទីរបស់ខ្ញុំគឺជាអគ្គនាយកធ្លាប់ប្រចាំងធ្វើឲ្យខ្ញុំវ៉ាវយើងមានអាហ្នឹងជា role model មួយដែលយើងគួរតែសិក្សាពីវាការងាររបស់អគ្គនាយកយើងធ្វើអីហើយមានគ្នាយើងពិសេសទៀតមិនបានចូលមកស្គាល់ថ្នាក់រៀនមួយនេះអាចសិក្សាបានខ្ញុំមិនមែនទេខ្ញុំមានរោសម្បត្តិប្រពន្ធខ្ញុំក៏គាត់ឲ្យមករៀនដែរហើយផ្សេងបងថ្លៃផ្សេងពីព្រោះតែថ្នាក់រៀនមួយនេះគឺថ្នាក់រៀនបែបបទពិសោធន៍ល្អងឹតចូលមកអាចភ្លឺបានហើយយើងអ្វីដែលយើងមានចម្ងល់ថ្នាក់រៀនមួយនេះគឺអាចស្រែកភ្លឺពីមួយចំណុចបកមក stop ធ្វើឲ្យយើងកាន់តែរឹងមាំបាទសូមអរគុណ